បងប្អូនត្រូវចាំថាបងប្អូនមានសមត្ថភាពរកទ្រព្យប៉ុណ្ណឹងបានណាឲ្យតែជីវិតបងប្អូននៅឲ្យតែសមត្ថភាពនិងជំនាញបងប្អូនមានឲ្យតែផ្លូវចិត្តបងប្អូនរឹងមាំបងប្អូននៅតែអាចកសាងអាណាចក្រអាជីវកម្មរបស់បងប្អូនឡើងវិញបានទៀតមួយបងប្អូនត្រូវចេះរកមធ្យោបាយក្នុងការទូទាត់ជាមួយនឹងម្ចាស់បំណុលដោយអាចពិនិត្យមើលតារាងទ្រព្យសម្បត្តិណាដែលយើងមាននៅក្នុងដៃទាំងអស់ហ្នឹងទូទាត់កាត់កងជាមួយនឹងម្ចាស់បំណុលឬមួយក៏ទ្រព្យដែលយើងបានដាក់បញ្ចាំជាមួយនឹងម្ចាស់បំណុលហ្នឹងយើងអាចកាត់កងជាមួយគ្នាបានឬក៏បងប្អូនអាចទូទាត់ជាមួយនឹងស្តុកតំណែងឬក៏អីវ៉ាន់ដែលបងប្អូនមាននៅក្នុងខ្លួនមាននៅក្នុងក្រុមហ៊ុនហ្នឹងបងប្អូនអាចយកទៅឲ្យម្ចាស់បំណុលដើម្បីកាត់ជាមួយបំណុលហើយមួយបងប្អូនក៏អាចធ្វើការទូទាត់ជាមួយនឹងភាគហ៊ុនឬក៏ទ្រព្យដែលអ្នកដតីនឹងចម្ពាក់បងប្អូននឹងយកទៅកាត់កងជាមួយនឹងគ្នាឬក៏អាចហៅថាជាការលក់បំណុលរបស់អ្នកដតីនឹងឲ្យម្ចាស់បំណុលយើងទី5បងប្អូនត្រូវចេះស្វែងរកបំណុលណាដែលមានរយៈពេលវែងហើយអត្រាការប្រាក់ទាបជាងមុនហើយចឹងបងប្អូនអាចធ្វើការ refinance បំណុលដែលបងទៅជំពាក់ធនាគារចាស់យកទៅដាក់នៅធនាគារថ្មីហើយឬមួយក៏បងប្អូនអាចធ្វើការរកប្រភពបំណុលណាដែលនៅជុំវិញខ្លួនបងប្អូនដូចជាម៉ាក់ប៉ាបងប្អូនឬក៏មិត្តភ័ក្តិដែលជិតស្និទ្ធបំផុតដែលគាត់អត់មានបញ្ហាហិរញ្ញវត្ថុក្នុងការឲ្យបងប្អូននឹងខ្ចីបំណុលរយៈពេលវែងដោយបងប្អូនមានទំនួលខុសត្រូវនឹងកាតព្វកិច្ចសងគាត់វិញជាដាច់ខាតទី6បងប្អូនត្រូវតែប្រឹងប្រែងកសាងសមត្ថភាពខ្លួនឯងនឹងឲ្យខ្លាំងជាងមុនត្រូវតែប្រឹងប្រែងក្នុងការរកស៊ីធ្វើមិនបង្កើនប្រាក់ចំណូលរបស់យើងបន្ថែមបើធ្វើការមួយមុខយើងត្រូវតែចាប់ដើមធ្វើការឲ្យបាន2ទៅ3មុខឬក៏រកចំណូលបន្ថែមបែបជាការបង្កើតអាជីវកម្មលក់អនឡាញឬក៏មុខរបរថ្មីណាមួយតែបងប្អូនគិតថាអាចជួយឲ្យបងប្អូននឹងមានជីវភាពប្រសើរឡើងហើយក៏បងប្អូនអាចធ្វើការចរចាជាមួយម្ចាស់បំណុលហ្នឹងដោយធ្វើការសហការរកស៊ីជាមួយគ្នាដោយសារតែបងប្អូនអស់ហិរញ្ញវត្ថុក្នុងការបង្វិលនៅក្នុងអាជីវកម្មបងប្អូនហើយបងប្អូនក៏អាចសហការជាមួយម្ចាស់បំណុលហ្នឹងឲ្យគាត់ចូលហ៊ុនឬក៏ផ្ទេរបំណុលហ្នឹងខ្លាចជាភាគហ៊ុនគាត់ដើម្បីឲ្យគាត់ហ្នឹងដាក់ទុនបន្ថែមហ្នឹងជ្រោមជ្រែងអាជីវកម្មបងប្អូនហ្នឹងឲ្យរីកចម្រើនឡើងវិញទី7បងប្អូនត្រូវចេះមានតំណែងតំណងល្អជាមួយនឹងម្ចាស់បំណុលក្តីជាមួយនឹងមិត្តភ័ក្តិបងប្អូនឬក៏អាជីវកម្មផ្សេងកុំលាក់ខ្លួនកុំដាក់ឲ្យស្ថិតនៅក្នុងភាពឯកាចឹងបងប្អូនត្រូវចេះសួរយោបល់ស្វែងរកទីប្រឹក្សាដើម្បីជួយបងប្អូនក្នុងការដោះបំណុលណាដែលអាក្រក់ជាងគេហើយអាចជាសេវាមេធាវីក៏បានតែមានឥទ្ធិពលមានអំណាចដែលអាចជួយបងប្អូនទៅជួយចរចាជាមួយម្ចាស់បំណុលហ្នឹងបន្ថែមទី8បងប្អូនត្រូវតែចេះតាក់ទងបណ្ដាញជំនួញឬក៏ក្រុមម្ចាស់អាជីវកម្មណាមួយដែលអាចទិញបំណុលបងប្អូនឡើងបានឬមួយក៏បងប្អូនលក់បំណុលដែលបងប្អូនជាប់នៅធនាគារហ្នឹងឲ្យទៅណានាគេម្នាក់ក្នុងទឹកប្រាក់ណាមួយល្អជាងធនាគារគាត់ឡៃលំទ្រព្យយើងគឺយើងខាតទាំងស្រុងតែម្ដងជាងការទៅទ្រព្យយើងមានតម្លៃថ្លៃជាងបំណុលដែលយើងជាពាក់គេទេប៉ុន្តែនៅពេលដែលយើងអត់ប្រឹងប្រែងដោះស្រាយយើងទុកចោលរហូតដល់ថ្នាក់ធនាគារដាក់ពាក្យបណ្ដឹងដាក់ពាក្យឡៃលំទ្រព្យហើយនៅពេលនោះគឺបងប្អូនអត់មានសល់អីទេសិនជាបងប្អូនរកអ្នកជួយទិញបំណុលបងប្អូនឡើងតាន់ពេលវេលាបងប្អូនអាចនឹងសល់សាច់ប្រាក់ខ្លះក្នុងការបង្វិលរកស៊ីហើយក៏បងប្អូនអាចដោះស្រាយបំណុលហ្នឹងបានដែរហើយកុំស្ដាយនៅទ្រព្យដែលយើងបាត់បង់បងប្អូនត្រូវចាំថាបងប្អូនមានសមត្ថភាពរកទ្រព្យប៉ុណ្ណឹងបានណាឲ្យតែជីវិតបងប្អូននៅឲ្យតែសមត្ថភាពនិងជំនាញបងប្អូនមានឲ្យតែផ្លូវចិត្តបងប្អូនរឹងមាំបងប្អូននៅតែអាចកសាងអាណាចក្រអាជីវកម្មរបស់បងប្អូនឡើងវិញបានទៀត